ទឹកនោមពេលណាដែលមានប្រសិទ្ធភាពសម្រាប់ស្ត្រីដែលគាត់ចង់ដឹងតែគាត់មានផ្ទៃពោះឬក៏អត់ចាបន្ទាប់ពីខ្ញុំចេញវីដេអូដែលតេតទៅនឹងរោគសញ្ញាស្ត្រីមានផ្ទៃពោះមកគឺមានបងស្ត្រីជាច្រើនគាត់ចូលធ្វើការ comment នៅក្រោមវីដេអូហ្នឹងហើយក៏មានចម្ងល់ជាច្រើនដែលពាក់ព័ន្ធជាមួយនឹងការតេស្តទឹកនោមជាពិសេសនៅពេលដែលគាត់សង្ស័យតែខ្លួនឯងមានផ្ទៃពោះតែគាត់តេស្តទៅអត់មើលអត់ឃើញអ្នកខ្លះឃើញមួយកម្មអ្នកខ្លះឃើញមួយកម្មហើយឃើញពីរកម្មហើយលើតែឃើញមួយកម្មវិញគឺមានសំណួរជាច្រើនមែនតើសម្រាប់បងស្ត្រីណាអញ្ចឹងថ្ងៃនេះគឺខ្ញុំធ្វើវីដេអូឆ្លើយតបទៅនឹងសំណួររបស់គាត់ដែលគាត់បានចូលធ្វើការ comment នៅក្រោមវីដេអូរបស់ខ្ញុំណាចាតើតេស្តទឹកនោមពេលណាដែលមានប្រសិទ្ធភាពខ្ពស់ដែលឲ្យយើងមើលដឹងថាយើងអាចមានផ្ទៃពោះអត់ចាអញ្ចឹងខ្ញុំចែករំលែកបន្តិចពាក់ព័ន្ធជាមួយនឹងស្ត្រីដែលគាត់ចាបាត់រដូវឧទាហរណ៍ថាស្ត្រីដែលគាត់មករដូវថ្ងៃទី1ហើយស្រាប់តែខែក្រោយថ្ងៃទី1ទៀតគាត់អត់មករដូវទេគឺគាត់សង្ស័យតែគាត់មានផ្ទៃពោះចាអញ្ចឹងនៅពេលដែលគាត់តេស្តថ្ងៃទី1ភ្លាមហ្នឹងជួនកាលអត់ឃើញទេចាអញ្ចឹងតើតើនឹងការតេស្តទឹកនោមដែលមានប្រសិទ្ធភាពខ្ពស់បំផុតគឺរងចាំរហូតដល់ចា2សប្តាហ៍1សប្តាហ៍ឬក៏2សប្តាហ៍មិនគាត់តេស្តទៅឃើញមានន័យថានៅពេលដែលស្ត្រីមករដូវថ្ងៃទី1ចាខែក្រោយចាថ្ងៃទី1ទៀតអត់ឃើញមករដូវគេរាប់ថាមួយខែហើយចាអញ្ចឹងការតេស្តលើកទី1ហ្នឹងគឺបងប្អូនអាចអត់ឃើញទេព្រោះវាទៅចាប់ដើមបង្កកំណើតអញ្ចឹងជួនកាលតេស្តអត់ឃើញទេចាអញ្ចឹងគឺយើងតេស្តរយៈពេលចាំរយៈពេល1សប្តាហ៍ឬក៏2សប្តាហ៍បន្ទាប់ពីបាត់រដូវមួយខែហ្នឹងហើយចាំយើងតេស្តអាហ្នឹងគឺយើងអាចមើលឃើញហើយចាបើសិនជាបងប្អូនចេះតែតេស្តច្រើនដងពេកជួនកាលវាអត់សូវមានប្រសិទ្ធភាពដែរដូចជាបងប្អូនខ្លះគាត់ថាំងតេស្តលើកទី1ឃើញ2កម្មព្រិលបន្ទាប់មកតេស្តលើកទី2ឃើញតែមួយកម្មពួកឯងអាចវាពាក់ព័ន្ធមួយការតេស្តអត់មានប្រសិទ្ធភាពហើយមួយវិញទៀតជួនកាលតេស្តទឹកនោមរបស់យើងមានបញ្ហាហើយជួនកាលយើងតេស្តអត់ត្រូវពេលវេលាអញ្ចឹងបងប្អូនត្រូវចាំថាបើសិនជាបងប្អូនបាត់រដូវរយៈពេលមួយខែឧទាហរណ៍ថាមករដូវថ្ងៃទី1ស្រាប់តែខែក្រោយថ្ងៃទី1ទៀតអត់មករដូវទេចាបងប្អូនមិនបាច់តន់តេស្តទេបងប្អូនរងចាំមួយអាទិត្យទៅ2អាទិត្យចាំបងប្អូនធ្វើការតេស្តហើយបើសិនជាមួយអាទិត្យហើយបងប្អូនតេស្តអត់ឃើញបងប្អូនអាចរងចាំមួយអាទិត្យទៀតចាំតេស្តម្ដងទៀតអានឹងបានច្បាស់បើសិនជា2អាទិត្យហ្នឹងបងប្អូនមានផ្ទៃពោះគឺនឹងឃើញតែម្ដងតែបើសិនជាបងប្អូន2អាទិត្យហ្នឹងអត់មានន័យថាបងប្អូនអត់មានកូនទេគ្រាន់តែជាការរាំងរដូវចាគឺជាការរាំងរដូវធម្មតាហើយជួនកាលអាចមកពីតេតងនឹងតេស្តទឹកនោមនេះមានបញ្ហាថែមទៀតចាអញ្ចឹងបងស្ត្រីត្រូវដឹងកន្លែងហ្នឹងណាយើងមិនចេះតែតេស្តទេពេលណាយើងតេស្តដែលអត់មានពេលវេលាច្បាស់លាស់វាធ្វើឲ្យការតេស្តហ្នឹងអត់ច្បាស់អញ្ចឹងអ្នកខ្លះគាត់តេស្តអត់ច្បាស់អ្នកខ្លះគាត់គិតថាគាត់អត់មានគាត់អាចធ្វើប្រហែសទុករហូតដល់កូនគាត់4ខែ3ខែ5ខែចាគាត់ធ្វើឲ្យគាត់នឹងពិបាកក្នុងការយល់ចេញដែរអ្នកខ្លះគាត់អត់ចង់ទុកកូននឹងចាអញ្ចឹងបងត្រូវដឹងអំពីការតេស្តណាយើងអាចតេស្ត1សប្តាហ៍ឬក៏2សប្តាហ៍ក្រោយពេលដែលយើងនឹងបាត់រដូវចាអរគុណ